Ba bong po cả bị phê chạy cái tê tê nhị khó nó lại sum slại tại bộ phận này sẵnហើយសុំលើកយកតែ indicator មួយចំនួនយកមកពិភាក្សាជូនបងប្អូនតែប៉ុណ្ណោះប្រសិនជាបងប្អូនចង់ពិភាក្សាឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនោះសូមបងប្អូនចូលលើ CSH Trade នឹងរក indicator ផ្សេងៗដើម្បីពិភាក្សាសំយោគបន្ថែមដូច្នេះដោយសាររឿងវែងបន្តិចដែរដោយសារខ្ញុំភ្ជាប់ជាមួយនឹងកតា technical analysis និង fundamental analysis ឥឡូវ technical បានបញ្ចប់ដូច្នេះចូល fundamental analysis ថ្ងៃនេះយើងនឹងធ្វើការវិភាគ fundamental របស់ GS Land PLC វិញម្ដងដោយខ្ញុំផ្អែកលើរបាយការណ៍ត្រីមាសទី1ឆ្នាំ2026ដែលទើបតែចេញផ្សាយសំណួរយើងតែងតែសួរថាព្រោះបងប្អូនបានដឹងរួចទៅហើយរបាយការណ៍រ៉ែមតុឆ្នាំ2025ចំពោះ GS Land ខ្ញុំគិតថាមិនតាន់ល្អប្រសើរនៅឡើយទេមានចំណុចអវិជ្ជមានដែលត្រូវពិចារណាជាច្រើនសំណួរតើ GS Land កំពុងតែចាប់ផ្ដើមងើបឡើងវិញហើយឬនៅឬក៏ក្រុមហ៊ុននៅតែស្ថិតក្នុងដំណាក់កាលដែលមានហានិភ័យខ្ពស់ក្នុងវីដេអូនេះ The Idea Finance KA យើងនឹងវិភាគចាប់ពីទ្រព្យសកម្មបំណុលមូលធនម្ចាស់ភាគហ៊ុនប្រាក់ចំណូលប្រាក់ចំណេញ cash flow និងហានិភ័យនាពេលអនាគតដើម្បីឲ្យអ្នកវិនិយោគអាចយល់បានច្បាស់ជាងមុននឹងមើលលេខរ៉ែមតុសូមស្ដាប់និងសូមស្គាល់ក្រុមហ៊ុនជាមុនសិន GS Land PLC គឺជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដែលផ្ដោតលើការសាងសង់ខុនដូនិងលំនៅឋានសម្រាប់ទីផ្សារកម្ពុជាអាជីវកម្មសំខាន់របស់ក្រុមហ៊ុនគឺលក់គម្រោងខុនដូនិងទទួលចំណូលពីការបង់លក់ apartment និងចំណូលផ្សេងៗដែលពាក់ព័ន្ធនឹងគម្រោងអចលនទ្រព្យប៉ុន្តែដោយដែលយើងបានដឹងហើយទីផ្សារអចលនទ្រព្យកម្ពុជាក្នុងប្រមាណឆ្នាំចុងក្រោយនេះបានជួបការលំបាកយ៉ាងខ្លាំងដោយសារតម្រូវការទិញថយចុះនិងការផ្គត់ផ្គង់លើសពីតម្រូវការឥឡូវនេះយើងមកមើលស្ថានភាពហិរញ្ញវត្ថុរបស់ GS Land Financial Position ទាំងអស់គ្នាគិតត្រឹមថ្ងៃទី31ខែមីនាឆ្នាំ2026យើងក្រឡេកទៅមើលទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុនមានប្រមាណ 74.88 ពាន់លានរៀលហើយបើយើងប្រៀបធៀបនឹងចុងឆ្នាំ2025ដែលមាន 76.57 ពាន់លានរៀលគឺបានថយចុះប្រហែល 2.2% ការថយចុះនេះបង្ហាញថាក្រុមហ៊ុនមិនទាន់អាចបង្កើតទ្រព្យសកម្មបាននៅឡើយទេចំណែកបំណុលសរុបវិញមានប្រមាណ 69.97 ពាន់លានរៀលដែលស្ទើរតែមិនប្រែប្រួលពីឆ្នាំ2025ប្រសិនយើងធៀបប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេគឺមូលធនម្ចាស់ភាគហ៊ុន Equity បានធ្លាក់ពី 6.83 ពាន់លានរៀលមកនៅសល់ត្រឹម 4.91 ពាន់លានរៀលឬធ្លាក់ជាង 28% ក្នុងរយៈពេលត្រឹម1ត្រីមាសការធ្លាក់ចុះនេះមានន័យថាការខាត់បងរបស់ក្រុមហ៊ុនកំពុងបន្តកាត់បន្ថយតម្លៃរបស់ម្ចាស់ភាគហ៊ុននេះជាចំណុចដែលវិនិយោគរយៈពេលវែងត្រូវយកចិត្តទុកដាក់ខ្ពស់បន្ទាប់មកយើងទៅមើល review analyze ចំណូលវិញម្ដងប្រាក់ចំណូលក្នុងត្រីមាសទី1ឆ្នាំ2026ប្រាក់ចំណូលរបស់ក្រុមហ៊ុនប្រមាណ 2.24 ពាន់លានរៀលបានន័យថាក្រុមហ៊ុនរកចំណូលបានប្រមាណ 2.24 ពាន់លានរៀលបើប្រៀបធៀបនឹងត្រីមាសដូចគ្នាដែលធ្លាប់មានជាង 8.42 ពាន់លានរៀលនោះប្រាក់ចំណូលបានធ្លាក់ចុះយ៉ាងខ្លាំងរបាយការណ៍បានបញ្ជាក់ថាមូលហេតុសំខាន់គឺគម្រោង Decadent Residency នៅមិនទាន់អាចប្រគល់ជូនប្រជាជនបាននៅឡើយទេដូច្នេះមិនទាន់អាចទទួលស្គាល់ថាជាប្រាក់ចំណូលពីការលក់បានពេញលេញនៅឡើយនិយាយឲ្យសាមញ្ញគឺក្រុមហ៊ុនមានគម្រោងប៉ុន្តែការលក់និងការប្រគល់នៅមិនទាន់ដំណើរការនៅឡើយឥឡូវយើងមកមើលប្រាក់ចំណេញក្នុងត្រីមាសទី1ឆ្នាំ2026 GSL បានខាតមុនបង់ពន្ធប្រមាណ 1.88 ពាន់លានរៀលបន្ទាប់ពីបង់ពន្ធក្រុមហ៊ុនខាតសុទ្ធប្រមាណ 1.91 ពាន់លានរៀលទោះជាយ៉ាងណាបើយើងប្រៀបធៀបនឹង Q1 ក្នុងឆ្នាំ2025ការខាតបានថយចុះប្រហែល 7%
នេះមានន័យថាក្រុមហ៊ុននៅតែខាតប៉ុន្តែការខាតមិនធ្ងន់ធ្ងរដូចឆ្នាំមុនទេរឿងនេះអាចចាត់ទុកថាជាសញ្ញាវិជ្ជមានតូចមួយប៉ុន្តែមិនទាន់គ្រប់គ្រាន់ដើម្បីនិយាយថាក្រុមហ៊ុនបានត្រឡប់មករកប្រាក់ចំណេញវិញបាននៅឡើយទេយើងមើលបន្តទៅទៀតយើងមើល financial ratio វិញម្ដងបើយើងមើលសមត្ថភាពរកប្រាក់របស់ក្រុមហ៊ុនបើយើងមើលសមត្ថភាពរកប្រាក់ចំណេញរបស់ក្រុមហ៊ុន ROA មានតម្លៃ minus ដក 2.55% ROE មានតម្លៃដក 38.90% លេខទាំងនេះលេខដែលខ្ញុំបានប្រាប់បង្ហាញថាទ្រព្យសកម្មនិងមូលធនម្ចាស់ភាគហ៊ុនមិនទាន់អាចបង្កើតប្រាក់ចំណេញបាននៅឡើយទេចំណែក current ratio ក៏ធ្លាក់មកនៅ 0.94 ដងដែលមានន័យថាទ្រព្យសកម្មរយៈពេលខ្លីមិនទាន់គ្រប់គ្រាន់សម្រាប់ទូទាត់បំណុលរយៈពេលខ្លីនោះទេក៏លេខមកមើល interest coverage ratio ក៏អវិជ្ជមានទៀតដែលបង្ហាញថាប្រាក់ចំណេញពីប្រតិបត្តិការមិនទាន់អាចគ្រប់គ្រាន់សម្រាប់ចំណាយការប្រាក់យើងមើល management discussion តើក្រុមហ៊ុនពន្យល់យ៉ាងដូចម្ដេចក្នុងរបាយការណ៍ប្រធានក្រុមហ៊ុនបានទទួលស្គាល់ថាផ្សារចលនាទ្រព្យកម្ពុជាកំពុងប្រឈមមុខនឹងការផ្គត់ផ្គង់លើសតម្រូវការសាច់ប្រាក់ក្នុងទីផ្សារគឺពិបាកទាំងតែងចំណែកអ្នកទិញនៅមានការប្រុងប្រយ័ត្នខ្ពស់នៅឡើយដើម្បីឆ្លើយតបនឹងបញ្ហាទាំងនេះ GSL កំពុងអនុវត្តវិធានការជាច្រើនដូចជាបន្ថយចំណាយបង្កើនប្រសិទ្ធភាពការគ្រប់គ្រងពង្រីកបណ្ដាញលក់សហការជាមួយភ្នាក់ងារអចលនទ្រព្យនិងផ្ដល់កម្មវិធីបង់រំលោះដែលមានភាពបត់បែនជាងមុនគោលបំណងរបស់ក្រុមហ៊ុនគឺរក្សាស្ថិរភាពនិងរៀបចំខ្លួនសម្រាប់ការស្ដារឡើងវិញនៅពេលទីផ្សារប្រសើរឡើងជាចុងបញ្ចប់ខ្ញុំសូមបញ្ជាក់ខ្លួនឯងថា JD Finance ចែករំលែកចំណេះដឹងមួយផ្នែកតូចប៉ុន្តែការសម្រេចចិត្តវិនិយោគការសម្រេចចិត្តទិញឬក៏លក់គឺជាការសម្រេចចិត្តទៅលើសក្តានុពលនៃការគិតរបស់វិនិយោគិននីមួយៗបន្ទាប់ពីវិភាគរបាយការណ៍ទាំងមូលខ្ញុំយល់ឃើញថា GSL នៅតែទៅក្នុងដំណាក់កាលដែលមានហានិភ័យខ្ពស់ចំណូលនៅមានកម្រិតទាបក្រុមហ៊ុននៅតែខាតមូលធនម្ចាស់ភាគហ៊ុនបន្តធ្លាក់ហើយសមត្ថភាពបង់បំណុលរយៈពេលខ្លីក៏មិនទាន់រឹងមាំបន្ថែមទៀតប៉ុន្តែក្នុងចំណោមព័ត៌មានអវិជ្ជមានទាំងនេះក៏មានសញ្ញាវិជ្ជមានខ្លះដែរការខាតបានទូស្រាលជាងឆ្នាំមុនក្រុមហ៊ុនកំពុងអនុវត្តផែនការកាត់បន្ថយចំណាយនិងរៀបចំគម្រោងថ្មីៗដើម្បីជំរុញការលក់ពេលទីផ្សារងើបឡើងវិញដូច្នេះសម្រាប់អ្នកវិនិយោគរយៈពេលវែង GSL មិនមែនជាក្រុមហ៊ុនដែលត្រូវមើលតែតម្លៃភាគហ៊ុននោះទេអ្វីដែលសំខាន់ជាងគេគឺត្រូវតាមដាននៅត្រីមាសបន្ទាប់ក្រុមហ៊ុនអាចបង្កើនប្រាក់ចំណូលកាត់បន្ថយការខាតនិងពង្រឹងមូលធនម្ចាស់ភាគហ៊ុនបានឬអត់ប្រសិនបើសុចនាករទាំងនេះចាប់ផ្ដើមប្រសើរឡើងទើបជាសញ្ញាថា GSL កំពុងឈានចូលដំណាក់កាលស្ដារអាជីវកម្មឡើងវិញប៉ុន្តែបើលទ្ធផលនៅតែដដែលឬអាក្រក់ជាងនេះអ្នកវិនិយោគក៏ត្រូវពិចារណាហានិភ័យឲ្យបានហ្មត់ចត់ផងដែរ